ទ្រព្យសម្បត្តិនៅស្ថានសួគ៌ទ្រព្យសម្បត្តិរបស់អ្នកនៅទីណាចិត្តអ្នកក៏នៅទីនោះដែរម៉ាថាយ 5:1 Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទការយល់ដឹងរបស់ខ្ញុំអំពីម៉ាថាយ 5:1 ការអាននៅថ្ងៃនេះគឺជាផ្នែកមួយនៃការបង្រៀនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើងកុំទុកទ្រព្យសម្បត្តិសម្រាប់ខ្លួននៅលើផែនដីជាកន្លែងដែលសត្វកន្លាតនិងច្រែះបំផ្លាញហើយចោរចូលលួចចូលម៉ាថាយ 5:15 ទ្រព្យសម្បត្តិនៅលើផែនដីងាយនឹងបាត់បង់លួចខូចឬបាត់បង់តម្លៃប្រសិនបើវាក្លាយជាការផ្ដោតអារម្មណ៍របស់យើងនោះយើងនឹងជួបប្រទះតែការខកចិត្តប៉ុណ្ណោះខ្ញុំគិតថាប្រសិនបើចិត្តរបស់យើងត្រូវបានទាក់ទាញដោយតម្លៃដ៏អស់កល្បចរិតលក្ខណៈព្រះទំនាក់ទំនងព្រលឹងដែលត្រូវឈ្នះនោះយើងនឹងមិនសោកតែវាទេយើងពិតជានឹងសម្បូរទៅដោយអ្វីដែលតាក់ទងនឹងព្រះគ្រីស្ទក្រៅពីនេះគ្មានអ្នកណាអាចយកទ្រព្យសម្បត្តិដែលយើងប្រមូលបាននៅស្ថានសួគ៌នោះទេខ្ញុំសូមអញ្ជើញលោក Christian Suharto ពី Badara Rajawali Newsantara Baroness មកជាមួយការសរសើរនៃគ្រួសារដ៏ស្រស់ស្អាតនៃអាយុ Kezia Badara Cases ដើម្បីលើកការសរសើរដូចខាងក្រោមអំណាចរបស់អ្នកគឺគ្មានដែនកំណត់ព្រះម្ចាស់ឲ្យអ្នកអាចធ្វើអ្វីគ្រប់យ៉ាងអ្វីដែលមើលទៅមិនអាចទៅរួចសម្រាប់ខ្ញុំវាអាចទៅរួចណាស់សម្រាប់អ្នកនៅពេលដែលខ្ញុំអស់សង្ឃឹមអំណាចល្អឥតខ្ចោះរបស់អ្នកពេលខ្ញុំជឿអភូតហេតុគឺពិតមិនមែនដោយសារកម្លាំងទេប៉ុន្តែព្រះវិញ្ញាណទ្រង់ឲ្យពេលខ្ញុំអធិស្ឋានអភូតហេតុគឺពិតនៅពេលដែលខ្ញុំអស់សង្ឃឹមថាមពលដ៏ល្អឥតខ្ចោះរបស់អ្នកពេលខ្ញុំជឿអភូតហេតុគឺពិតពេលខ្ញុំអធិស្ឋានអភូតហេតុគឺពិតថ្មីនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើប្រតិបត្តិការទីផ្សារក្នុងការរៀបចំសម្រាប់ពិធីបុណ្យអេដ2025ដើម្បីកុំឲ្យតម្លៃទំនិញជាពិសេសតម្រូវការមូលដ្ឋានចំនួន9មិនកើនឡើងយ៉ាងខ្លាំងព្រឹកថ្ងៃអាទិត្យទី9 ខែមីនាឆ្នាំ2025ខ្ញុំបានជួបសហគ្រិនវិស្វកម្មសំណង់ស៊ីវិលនៅ Gigelpom លោក Sbert ដែលបានត្អូញត្អែរអំពីប្រសិទ្ធភាពដែលអនុវត្តដោយរដ្ឋាភិបាលឥណ្ឌូនេស៊ីដែលប្រែទៅជាមានការរងស្ទះនិងរារាំងអាជីវកម្មក្នុងវិស័យវិស្វកម្មសំណង់ស៊ីវិលអ្នកអាចនិយាយបានថាវាពិតជាជាប់គាំងនៅតាមផ្លូវចេញនិងចូលទីក្រុងសេម៉ារ៉ាំងខ្ញុំបានឃើញអគារពាក់កណ្ដាលសម្រាប់ជាច្រើនត្រូវបានម្ចាស់បោះបង់ចោលមានផ្សារទំនើបមួយចំនួនទៀតបានខ្សែធនក្នុងចិត្តខ្ញុំសួរខ្លួនឯងរួចវិភាគជាមួយដែនកំណត់នៃចំណេះដឹងរបស់ខ្ញុំដែលមិនមែនជាវិស្វកម្មសំណង់ស៊ីវិលហេតុអ្វីបានជាមានអគារជាច្រើនដែលមិនទាន់បញ្ចប់ក៏មានបុគ្គលិករាប់ម៉ឺននាក់នៃរោងចក្រ Vinphon នៅ Sidoarjo កណ្ដាល Java ដែលត្រូវបានបញ្ឈប់ពីការងារតើកូនចៅរបស់ព្រះដែលជាអ្នកដើរតាមព្រះគ្រីស្ទក៏ជួបឧបសគ្គក្នុងទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះគ្រីស្ទជាស្ដេចដ៏យុត្តិធម៌ក្នុងសម័យនោះដែរឬទេខ្ញុំសង្ឃឹមថាយ៉ាងហោចណាស់វត្តមានរបស់ភេទនេះអាចផ្ដល់នូវទល់ឲ្យភាពតិចតួចនៅក្នុងរូបកាយព្រលឹងនិងវិញ្ញាណដូច្នេះតាមរយៈការបន្តជឿលើព្រះយេស៊ូវវិញ្ញាណរបស់យើងត្រូវបានពង្រឹងដោយទ្រង់រហូតដល់ព្រលឹងនិងរូបកាយរបស់យើងទទួលបានកម្លាំងរបស់ទ្រង់អាមែនការបំផុសគំនិតថ្ងៃនេះកំណប់ឋានសួគ៌ស្ថិតនៅពីលើខណៈដែលកំណប់ផែនដីស្ថិតនៅខាងក្រោមTerbatas kuasa-Mu Tuhan semua dapat Kau lakukan apa yang kelihatan mustahil bagiku itu sangat mungkin bagimu tak terbatas kuasa-Mu Tuhan semua dapat Kau lakukan apa yang